ទូរស័ព្ទមួយនេះគេទេមកអត់ដឹងខ្លួនមិនសំខាន់ទេសំខាន់វាលើកដល់ខ្លួនឯងទៀតអញ្ចឹងសម្រាប់បងប្អូនណាខ្លះដែលជួបបញ្ហាមួយនេះនៅក្នុងទូរស័ព្ទដៃរបស់ iPhone បងប្អូនដែលមានបញ្ហាដូចខាងលើនេះអាចសាកតាមវិធីនេះបាន 100%សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងបញ្ហារបស់ iPhone សម្រាប់ iPhone ម្ដងនេះគឺវាមានបញ្ហាពេលគេខលមកអត់ដឹងទេគាត់ដាក់ក្នុងកាបូបឬក៏ក្នុងកប៉ៅគឺអត់ដឹងទេហើយសំខាន់គឺវាលើកដល់ខ្លួនឯងតែម្ដងបងប្អូនដែលជួបបញ្ហាមួយនេះអត់ចាំបាច់ចំណាយពេលយូរទៅជាងទៅអីទេគ្រាន់តែចុចខ្លួនឯងមកប៉ក់ទៅគឺរួចរាល់ហើយចឹងដូចក៏បានវីដេអូបង្ហាញជូនបងប្អូនទាំងអស់គ្នាចឹងពេលដែល call ទៅគឺយើងអាចបានចុចឲ្យបានអីទេគឺវាលើកដល់ខ្លួនឯងអូតូស្វ័យប្រវត្តិតែម្ដងអូខេចឹងដើម្បីធ្វើការបិទវាបានបងប្អូនចូលមកកាន់ទូរស័ព្ទ iPhone របស់បងប្អូនទាំងអស់គ្នាមកអញ្ចឹងមុនចូលទៅដល់វីដេអូនេះសម្រាប់បងប្អូនដែលចូលចិត្តកុំភ្លេចជួយចុច like និង share វីដេអូមួយនេះម្នាក់ផងបងប្អូនចូលមកកាន់ setting ទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាមកតមកបងប្អូនអូសមករកពាក្យថា accessibility តមកបងប្អូនធ្វើការអូសវាឡើងលើបន្តិចមកបងប្អូនចុចទៅលើពាក្យថា touch ហ្នឹងបន្ទាប់មកបងប្អូនធ្វើការអូសវាឡើងលើបន្តិចបងប្អូននឹងឃើញពាក្យថា call audio routing នេះអូខេបងប្អូនចុចទៅលើវាមកបងប្អូនកន្លែង call audio នេះបងប្អូនចុចទៅលើវាមកប៉ក់មកអូខេអញ្ចឹងមកដល់ត្រង់នេះបងប្អូនឃើញខាងក្រោមនេះ call answer call ហ្នឹង auto answer call អញ្ចឹងបងប្អូនចុចទៅលើវារួចបងប្អូនធ្វើការដោះមុខងារនឹងចេញមកគឺពេលដែលគេ call មកទូរស័ព្ទនឹងមិនលើក auto ទៀតទេអូខេឥឡូវខ្ញុំចេញទៅតេស្តឲ្យបងប្អូនទាំងអស់គ្នាមើលថាតើទូរស័ព្ទរបស់យើងលើក auto ទៀតអត់អញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត